លោក Zelensky តែងតាំងប្រធានចារកម្មឲ្យធ្វើជាប្រធានការិយាល័យប្រធានាធិបតីបន្ទាប់ពីមានចំនួនពុករលួយជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះជាថ្ងៃទី3ខែមករាឆ្នាំ2026ខ្ញុំបានលើកឡើងនៅរឿងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានតែងតាំងប្រធានចារកម្ម Kirill Budanov ជាប្រធានបុគ្គលិកថ្មីរបស់គាត់ត្រឹមតែជាង1ខែបន្ទាប់ពីជំនួយការកម្ពុជាមុនរបស់គាត់បានលាលែងពីតំណែងចំពេលមានចំនួនពុករលួយលោក Zelensky បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយផ្សព្វផ្សាយរូបថតនៃកិច្ចប្រជុំរបស់គាត់ជាមួយ Budanov ក្នុងទីក្រុង Kiev ថានៅពេលនេះអ៊ុយក្រែនត្រូវការយកចិត្តទុកដាក់កាន់តែខ្លាំងលើបញ្ហាសន្តិសុខ Budanov អាយុ39ឆ្នាំរហូតមកដល់ពេលនេះបានដឹកនាំស៊ើបការយោធាហើយដែលបានអះអាងថាការវាយប្រហារមានប្រសិទ្ធភាពខ្ពស់ជាច្រើនប្រឆាំងនឹងរុស្ស៊ី Zelensky ក៏បាននិយាយថាគាត់មានបំណងជំនួសរដ្ឋមន្ត្រីការពារជាតិរបស់គាត់គឺលោក Denis Shmyhal ដោយតែងតាំងរដ្ឋមន្ត្រីបច្ចុប្បន្នរបស់គាត់នៃការផ្លាស់ប្ដូរ Digital Mikhailo Fedorov ឲ្យកាន់មុខតំណែងអ្នកស្នងតំណែងមុនរបស់ Budanov គឺលោក Andrei Yermak បានទទួលឥទ្ធិពលនយោបាយដ៏ធំសម្បើមនៅទូទាំងការឈ្លានពានពេញលេញរបស់រុស្ស៊ីដែលបានចាប់ផ្ដើមនៅឆ្នាំ2022គាត់ក៏បានដឹកនាំក្រុមចរចារបស់អ៊ុយក្រែនក្នុងកិច្ចពិភាក្សាដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកក្នុងគោលបំណងបញ្ចប់សង្គ្រាមនៅក្នុងការបង្ហោះកាលពីថ្ងៃសុក្រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Zelensky បានសរសេរថានៅពេលនេះអ៊ុយក្រែនត្រូវការយកចិត្តទុកដាក់កាន់តែខ្លាំងលើបញ្ហាសន្តិសុខការអភិវឌ្ឍកងកម្លាំងការពារនិងសន្តិសុខរបស់អ៊ុយក្រែនក៏ដូចជាលើផ្លូវការទូតនៃការចរចា Kirill មានបទពិសោធន៍ជំនាញក្នុងផ្នែកទាំងនេះនិងមានកម្លាំងគ្រប់គ្រាន់ដើម្បីផ្ដល់លទ្ធផលលោកប្រធានាធិបតីបានបន្ថែមថាលោកបានណែនាំរួចហើយនៅប្រធានការិយាល័យថ្មីរបស់លោកដើម្បីធ្វើបច្ចុប្បន្នភាពនិងបង្ហាញឯកសារសំខាន់ទាក់ទងនឹងមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រនៃវិស័យការពារជាតិអ៊ុយក្រែនប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែនជាតំណែងដ៏មានឥទ្ធិពលជាប្រវត្តិសាស្ត្រមានពេលមួយក្នុងទសវត្សរ៍ឆ្នាំ2000នៅពេលដែលប្រធានរដ្ឋបាលប្រធានាធិបតីនៅអ៊ុយក្រែនបានកាន់អំណាចច្រើនដោយប្រធានាធិបតីខ្លួនឯងតាមបែបរដ្ឋបាលទូនីតិជាប្រពៃណីបានផ្ដល់ឲ្យមិនត្រឹមតែការចូលទៅជិតប្រមុខរដ្ឋប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានឱកាសច្រើនក្នុងការទាញខ្សែនៃរដ្ឋាភិបាលផងដែរជាឧទាហរណ៍ប្រធានបុគ្គលិកប្រធានាធិបតីអាចបញ្ចុះបញ្ចូលឲ្យមានការតែងតាំងរដ្ឋាភិបាលនិងដាក់សម្ពាធដល់មជ្ឈដ្ឋានអាជីវកម្មដែលជារឿយបណ្ដាលឲ្យមានផលប្រយោជន៍ផ្ទាល់ខ្លួនការតែងតាំងឧត្តមសេនីយ៍ Budanov បង្ហាញពីចេតនាដើម្បីផ្លាស់ប្ដូរទូនីតិវាដាក់ការិយាល័យប្រធានាធិបតីនៅលើមូលដ្ឋានសង្គ្រាមវាទំនងជានឹងផ្ដោតលើសន្តិសុខនិងសង្គ្រាមជាមួយរុស្ស៊ីច្រើនជាងក្រោយមកនៅថ្ងៃសុក្រ Zelensky បានប្រកាសពីការផ្លាស់ប្ដូរផ្សេងទៀតចំពោះក្រុមកម្ពុជារបស់គាត់បាននិយាយថា Fedorov ត្រូវបានតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់គាត់ដោយសារតែគាត់បានគូសម្រេចចិត្តផ្លាស់ប្ដូររចនាសម្ព័ន្ធនៃក្រសួងការពារជាតិអ៊ុយក្រែន Fedorov ដែលមានអាយុ34ឆ្នាំគឺជារដ្ឋមន្ត្រីក្មេងជាងគេនៅក្នុងរដ្ឋាភិបាលអ៊ុយក្រែនសមិទ្ធផលសំខាន់របស់គាត់រហូតមកដល់ពេលនេះគឺការអភិវឌ្ឍនិងការអនុវត្ត DIA ដែលជាវេទិកា Digital កណ្ដាលសម្រាប់សេវាកម្មរដ្ឋាភិបាលលោក Zelensky បាននិយាយនៅក្នុងសុនទ្រកថានៅពេលល្ងាចរបស់គាត់ថាគាត់មានគឺជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយយន្តហោះគ្មានមនុស្សបើកហើយនឹងទទួលភារកិច្ចជាពិសេសក្នុងការបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះគ្មានមនុស្សបើកបន្ថែមទៀតលោកបានបន្ថែមថា Shmyhal នៅតែជាផ្នែកមួយនៃក្រុមហើយនឹងត្រូវបានផ្លាស់ទៅតំបន់ការងារផ្សេងទៀត Zelensky បាននិយាយថា Budanov កំពុងត្រូវបានជំនួសដោយប្រធានចារកម្មបរទេសអាយុ56ឆ្នាំ Oleh Ivashchenkoអ្នកស្នងតំណែងមុនរបស់ Budanov ដែលជាអតីតប្រធានបុគ្គលិក Yermak អាយុ54ឆ្នាំបានលាលែងពីតំណែងនៅថ្ងៃទី28ខែវិច្ឆិកាហើយការចាកចេញរបស់គាត់ត្រូវបានគេមើលឃើញថាជាការវាយប្រហារដ៏ធំមួយសម្រាប់ Zelensky លោក Yermak បានលាលែងពីតំណែងភ្លាមបន្ទាប់ពីផ្ទះរបស់គាត់ក្នុងទីក្រុង Kiev ត្រូវបានវាយឆ្មក់ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសគាត់មិនត្រូវបានគេចោទប្រកាន់ពីការប្រព្រឹត្តខុសនោះទេហើយការិយាល័យប្រឆាំងអំពើពុករលួយ NABE និងការិយាល័យពិសេសរបស់រដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយ SAPO មិនបានពន្យល់ពីមូលហេតុដែលពួកគេរុករកទ្រព្យសម្បត្តិរបស់គាត់ទេក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះក្រុមអ្នកស៊ើបអង្កេតបានភ្ជាប់តួលេខខ្ពស់មួយចំនួនទៅនឹងរឿងអាស្រូវកេងបន្លំចំនួន$100 លាន$75 លាននៅក្នុងវិស័យថាមពលពួកគេបាននិយាយថាពួកគេបានរកឃើញគ្រោងការដ៏ទូលំទូលាយមួយដើម្បីទទួលយកការត្រឡប់មកវិញនិងមានឥទ្ធិពលលើក្រុមហ៊ុនរបស់រដ្ឋរួមទាំងក្រុមហ៊ុនថាមពលនុយក្លេអ៊ែររបស់រដ្ឋ Enerhoatom ផងដែររឿងអាស្រូវពុករលួយបានអង្រួនអ៊ុយក្រែនដោយធ្វើឲ្យជំហរផ្ទាល់ខ្លួនរបស់ Zelensky ចុះខ្សោយនិងធ្វើឲ្យមានហានិភ័យដល់មុខតំណែងចរចារបស់ប្រទេសនេះក្នុងពេលដ៏ឆ្ងាញ់ក្រុង Kiev ដែលគាំទ្រដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនកំពុងស្វែងរកការផ្លាស់ប្ដូរលក្ខខណ្ឌនៃសេចក្តីព្រាងផែនការសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលត្រូវបានគេមើលឃើញពីដំបូងថាមានទំនោរទៅរករុស្ស៊ីមន្ត្រីរុស្ស៊ីបានចាប់យករឿងអាស្រូវនេះដោយនិយាយឡើងលើការអះអាងពីអំពើពុករលួយ